សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូដំបូងដែលជាវីដេអូសម្រាប់ខ្ញុំខ្លួនឯងក្នុងការ challenge ខ្លួនឯងផ្ទាល់ទៅលើការផ្លាស់ប្ដូរទម្លាប់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាប្រហែលជាដូចខ្ញុំដែរគឺយើងតែងតែមានទម្លាប់មួយនៅក្នុងការពញាពេលយើងតែងតែគិតថាការងារនេះយើងអាចធ្វើថ្ងៃស្អែកខែស្អែកឬក៏ទឹកក្រោយខែក្រោយឬក៏ឆ្នាំក្រោយបានអញ្ចឹងវាធ្វើឲ្យលទ្ធផលរបស់យើងក៏វាអត់ប្រសើរសម្រាប់ខ្ញុំផ្ទាល់គឺទម្លាប់ហ្នឹងគឺពិបាកកែមែនតើអញ្ចឹងហើយបានខ្ញុំចាប់ដើមធ្វើវីដេអូមួយគឺដើម្បី challenge ខ្លួនឯងហើយ channel នេះបងប្អូនអាចដឹងហើយគឺខ្ញុំបង្កើតតាំងពីឆ្នាំ2013បើមកទល់ពេលនេះវាចូលជាង10ឆ្នាំហើយអញ្ចឹងខ្ញុំចង់បកត្រឡប់មកវិញដើម្បីប្រើប្រាស់ channel មួយនេះបង្កើតវីដេអូដើម្បីចែកជាប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាហើយខ្ញុំខ្លួនឯងផ្ទាល់ក៏ចង់បង្ហាញខ្លួនឯងថាខ្ញុំចាំបាច់ត្រូវតែផ្លាស់ប្ដូរទម្លាប់ពីការងារតូចៗដើម្បីទទួលបានលទ្ធផលប្រសើរជាងមុនអញ្ចឹងខ្ញុំបកត្រឡប់មកបង្កើតវីដេអូក្នុងការដែល challenge ខ្លួនឯងអញ្ចឹងរាល់វីដេអូដែលខ្ញុំថតបង្ហាញនេះគឺសុទ្ធតែជាវីដេអូដែលនឹងបង្ហាញពីការ challenge ក៏ដូចជាការបដិញ្ញាចិត្តក្នុងការផ្លាស់ប្ដូរខ្លួនឯងសង្ឃឹមថាបងប្អូននឹងបន្តតាមដានយើងនឹងមើលទាំងអស់គ្នាថាតើចាប់ពីវីដេអូទី1នេះទៅខ្ញុំផ្ទាល់ឬក៏បងប្អូនចង់ challenge ខ្លួនឯងដូចគ្នានឹងទទួលបានលទ្ធផលខុសពីមុនដែលយើងចាប់ផ្ដើមធ្វើមិនខ្លះអញ្ចឹងវីដេអូក្រោយគឺខ្ញុំនឹង challenge ខ្លួនឯងក្នុងការក្រោកពីគេងធ្វើម៉េចឲ្យបានម៉ោង5ដើម្បីមានពេលរៀបចំការងារសម្រាប់ថ្ងៃថ្មីអញ្ចឹងមានតំណែងអរគុណហើយសូមជួបគ្នានៅវីដេអូក្រោយ